បើខ្ញុំសួរលោកគ្រូខ្ញុំបើកឈ្មោះ Thread បញ្ញយុទ្ធមកពីក្រុម SU43.44 ចឹងថ្ងៃនេះខ្ញុំមកធ្វើ lab ទី3របស់យើងដែលយើងធ្វើអំពីការ hosting DNS server ការ hosting DNS នៅលើ Ubuntu របស់យើងអញ្ចឹងឥឡូវដើម្បី hosting បានគឺខ្ញុំធ្វើការ install បាញ់9សិនឥឡូវខ្ញុំធ្វើការ install ខ្ញុំធ្វើការ update វាសិនចឹងបន្ទាប់ពី update ហើយគឺយើងធ្វើការ install បាញ់9តែម្ដងinstall បាញ់9 util បាញ់9 DNS util option y ចឹងមកវា សួរ yes or no គឺយើងយក y ស្រាប់មកជុំ store យូរណា sudo ដល់ពេល install ហើយខ្ញុំធ្វើការបង្កើត directory ខ្ញុំធ្វើការបង្កើត0ឲ្យវាមួយតែមុននឹងបង្កើត0ខ្ញុំត្រូវមាន directory ទុកសម្រាប់0ហ្នឹងសិនអញ្ចឹងខ្ញុំបង្កើត directory 0 etc បាញ់0ហើយខ្ញុំបង្កើត directory 0ហើយឥឡូវខ្ញុំធ្វើការទៅបង្កើត0 file បង្កើត0 configuration អញ្ចឹងយើងប្រើតាម VM ក៏បានតែខ្ញុំប្រើ nano etc/bind name config អត់ណា f local នេះឥឡូវខ្ញុំចូលមកដល់0ហើយអូអានេះ0ខ្ញុំចាស់លើកមុនកាធ្វើនៅសាលាឥឡូវខ្ញុំលុបពីចោលទាំងអស់មិត្តភក្តិខ្ញុំខ្ចីកុំព្យូទ័រធ្វើខ្ញុំធ្វើការបង្កើត0ថ្មីនេះ0ហើយដាក់ឈ្មោះខ្ញុំចឹងមកហើយដាក់ curly break ខ្ញុំដាក់ type ឲ្យ master type master ពី file ខ្ញុំដាក់etc/bind ដាក់ slash នៅមុខមួយទៀតហើយអា directory ខ្ញុំបង្កើតមិញហ្នឹង0 db ដល់ឈ្មោះខ្ញុំតិចបិទ record ទៀតប៉ុណ្ណឹងខ្ញុំធ្វើការ save វាទុកនៅក្នុងហ្នឹងទៅ Ctrl X yes enter ឥឡូវខ្ញុំ save file ខ្ញុំហើយហើយខ្ញុំធ្វើការចូលទៅក្នុង file ខ្ញុំហ្នឹង sudo nano ខ្ញុំចូលទៅដើម្បីបង្កើតTTL ដាក់មិញមកនេះ etc បាញ់អាដែលខ្ញុំបង្កើតមិញហ្នឹងសខុសទៀតបាញ់0 db បញ្ហាយុទ្ធតបចូលក្នុងហ្នឹងមកគឺខ្ញុំបង្កើត TTL ឲ្យវាមួយដើម្បីអាហ្នឹងបានន័យថា time to live ខ្ញុំដាក់ឲ្យវា86400 second អាហ្នឹងបានន័យថា24ម៉ោងមួយថ្ងៃអញ្ចឹង time to live របស់វាគឺបានតែមួយថ្ងៃទេឥឡូវខ្ញុំដាក់នេះឲ្យវា s lookup ខ្ញុំដាក់ឈ្មោះខ្ញុំ static
admin ក៏ដាក់ខ្ញុំដែរតិចចុចដាក់វងកញ្ចក់មួយដាក់ធ្វើការដាក់លេខសេរីវា2025ខែ11 2025ខែ11 0801 Syria នេះរយៈពេលដែលវា refresh EFODSH ទៅនេះដាក់1300មកត្រាយនេះដាក់120តែ600 time expire expire ចុះមកលើខូដប៉ុណ្ណឹងហើយខ្ញុំសេវ time ទៀតដាក់minimum មួយថ្ងៃ86400នេះរយៈពេលមួយថ្ងៃ minimum ខ្ញុំកាសTTL មកទៀតដុល្លារណាដុល្លារ TTL ខំនេះយើងមិនបាច់ដាក់ដុល្លារទេហើយខ្ញុំដាក់name server in S1 cái này lại ăn S lookup ấy chúng ta cho nó mau xịt tích a code ODS NS log in a ខ្ញុំដាក់ IP របស់ខ្ញុំ192.168.106.30 132នេះទៅមកដាក់ add ឲ្យវា in a ដាក់ IP ខ្ញុំដែរ168.132.132តមកទៀតនេះដែល www ដាក់ a IP ដូចគ្នា168.106.132ចឹងបន្ទាប់ពីយើងវាយប៉ុណ្ណឹងហើយយើង save វាទៅ yes enter ឥឡូវខ្ញុំ save វាហើយចឹងបន្ទាប់ពីយើងបង្កើត0បង្កើតអីឲ្យអស់ហើយឥឡូវដល់ដំណាក់កាលដែលយើង config វាចឹងឥឡូវខ្ញុំ clear នេះចោលអស់ខ្ញុំ config វា name check config ខុសណាអូ name ខុស sudo name check config ទៀតខ្ញុំវាយ sudo name check 0 check 0ឈ្មោះខ្ញុំ Citic
ឡើយខ្ញុំធ្វើការ restart បានមិនចឹង sudo system control restart ហើយខ្ញុំមក check មើល status របស់វាចឹង status របស់យើងគឺវាកំពុងតែ run ហើយឥឡូវខ្ញុំសាកtest CMD យក DNS របស់យើងហ្មងទៅខ្ញុំវាយ ns lookup 192ខ្ញុំវាយឈ្មោះហ្នឹងមក ns lookup 2.168.106ចឹងនេះបានន័យថាកុំព្យូទ័រ client ស្គាល់ DNS របស់យើងហើយចឹងសម្រាប់ការងារ lab ទី3គឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូហើយសូមជម្រាបលា